តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់និងរបួសតែក្រុមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទឈ្មោះហ៊ុនហេងដើម្បីបន្តនីតិវិធីច្បាប់ក្រោយត្រូវចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់រងរបួសអ្នកដទៃនិងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបងរាជធានីភ្នំពេញសាលាដំបងបញ្ជាក់ថាករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃតុលាការបាននឹងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដោយពុំមានការលើកលែងគូបញ្ជាក់ថាជនត្រូវចោទខាងលើបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើបណ្ដោយផ្លូវនរោត្តមស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025ជនត្រូវចោទបើករថយន្តបុកម៉ូតូកង់3គ្រឿងម៉ូតូ1គ្រឿងនិងរថយន្ត1គ្រឿងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរបួស5នាក់បុគ្គលរូបនេះជាមន្ត្រីនគរបាលប៉ុន្តែក្រោយបង្កហេតុត្រូវបានអនុវត្តបទវិន័យកងកម្លាំងនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌស្នងការដ្ឋាននគរបាលខេត្តបៃលិនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តស្នងការនគរបាលខេត្តបៃលិនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តគឺនិស្សិតស្រីម្នាក់បើកម៉ូតូលឿនវ៉ារថយន្តហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យស្លាប់ហើយប្តឹងម្ចាស់ឡានទៅតុលាការទៀតដោយទាមទារសំណង$5,000ប៉ុន្តែដោយសារភាគីទាំងសងខាងបានសម្រុតសម្រួលឯកភាពគ្នាដោយភាគីខាងរថយន្តរងគ្រោះជួយចូលបនទៅភាគីខាងម៉ូតូបង្កចំនួន4លានរៀលស្នងការដ្ឋាននគរបាលខេត្តបៃលិនសូមបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង 17:13 នាទីនៅថ្ងៃទី4ខែឧសភាឆ្នាំ2025រវាងម៉ូតូវ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន1នាក់ករណីនេះជំនាញបានធ្វើការវាស់វែងថាភាគីម៉ូតូជាអ្នកបង្កឡើងវ៉ារថយន្តដែលកំពុងតែបើកបរទិសដៅស្របគ្នាទៅបុករថយន្តដែលកំពុងតែបើកបញ្ច្រាស់ទិសលើផ្លូវអាទិភាពរបស់រថយន្តចំពោះករណីនេះដែរជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន3លើកទី1នៅថ្ងៃទី7ខែឧសភាឆ្នាំ2025លើកទី2នៅថ្ងៃទី8ខែឧសភាឆ្នាំ2025ហើយលើកទី3នៅថ្ងៃទី8ខែឧសភាឆ្នាំ2025ដដែលដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នាដោយភាគីខាងរថយន្តរងគ្រោះជួយចូលបនទៅភាគីខាងម៉ូតូជនបង្ក4លានរៀលដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលេខអក្សរបានផលិតមេដៃនិងបានថតរូបប្រគល់ថវិកាដើម្បីបញ្ចប់រឿងលោកបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែលបងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រមបង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឲ្យទាមទារទឹកប្រាក់ចំនួន$5,000ទើបយល់ព្រមដោយមិនឯកភាពគ្នាជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអាយកាអមសាលាដំបងខេត្តបៃលិនដើម្បីចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី16ខែឧសភាឆ្នាំ2025បន្ថែមក្នុងករណីនេះលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនមានការអាណិតអាសូរចំពោះភាគីបង្កក៏បានចូលរួមចូលបនទៅភាគីម៉ូតូបង្កចំនួន$1,000បន្ថែមទៀតផងដែរជនសង្ស័យ2នាក់ត្រូវនគរបាលព្រំប្រទានចាប់ខ្លួនករណីរៀបគម្រោងជួលរថយន្តរួចយកទៅលក់នៅថ្ងៃទី12ខែឧសភាឆ្នាំ2025ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកងៅជួនប្រធាននាយកដ្ឋាននគរបាលព្រំប្រទានការិយាល័យអនុវត្តនីការនៃនាយកដ្ឋាននគរបាលព្រំប្រទានបានឃាត់ខ្លួនឈ្មោះថៃណារ៉ាភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរនៅចំណុចសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញតាមបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណីឆោបោកជួលរថយន្តហើយយកទៅលក់បន្ទាប់ពីសួរនាំឈ្មោះថៃណារ៉ាបានឆ្លើយសារភាពថាខ្លួននឹងបាក់ពួកមានឈ្មោះដ្រាន់ថាន់ហៃជនជាតិវៀតណាមឈ្មោះខ្វៀងហាងដួងជនជាតិវៀតណាមឈ្មោះខ្វៀងថាញ់កុងជនជាតិវៀតណាមខ្វៀងឡាំងប៊ិចមិញជនជាតិវៀតណាមឈ្មោះវ៉ាន់សូរ៉ាវីឈ្មោះសុកវិបុលហៅ PG និងឈ្មោះវ៉ាន់ម៉ូលីកាពិតជាបានរៀបចំគម្រោងជួលរថយន្តហើយលួចទៅលក់ពិតប្រាកដមែនខ្លួននឹងបាក់ពួករៀបចំគម្រោងជួលរថយន្តហើយយកទៅលក់បានសម្រេចចំនួន6លើកបានរថយន្ត6គ្រឿងមានដូចជា Toyota Prius 010ចំនួន1គ្រឿង Ford Ranger Raptor 023ចំនួន2គ្រឿង Toyota Rally 019ចំនួន1គ្រឿង Land Cruiser 09ចំនួន1គ្រឿងនិង Ford Ranger Raptor 021ចំនួន1គ្រឿងក្រោយពីទទួលបានចម្លើយសារភាពឈ្មោះថៃណារ៉ារួចរាល់កម្លាំងជំនាញបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនឈ្មោះត្រាន់ថាន់ហៃ
ភេទប្រុសអាយុ32ឆ្នាំជនជាតិវៀតណាមនៅថ្ងៃទី13ខែឧសភាឆ្នាំ2025វេលាម៉ោង 16:00 នាទីនៅចំណុចបណ្ដោយផ្លូវជាតិលេខ1ក្រុងបាវិតខេត្តស្វាយរៀងដើម្បីនាំខ្លួនមកសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងនគរបាលបង្ក្រាបជនសង្ស័យ2នាក់ឆក់ទូរស័ព្ទដៃស្ត្រីម្នាក់នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យចម្ពោះវ័នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅ3នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យដែលបានបង្ក្រាបជនសង្ស័យ1នាក់ឆក់ទូរស័ព្ទដៃស្ត្រីរងគ្រោះ1នាក់នៅចំណុចមុខភ្លើងស្តុបមុខវិទ្យាល័យចម្ពោះវ័នករណីនេះឯកឧត្តមសេនីយ៍ឯកជុនរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបន្តឧបត្ថម្ភថវិកា2លានរៀលលើកទឹកចិត្តជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅ3សូមបញ្ជាក់ថានៅថ្ងៃទី13ខែឧសភាឆ្នាំ2025វេលាម៉ោង 19:30 នាទីនៅចំណុចភ្លើងស្តុបមុខវិទ្យាល័យចម្ពោះវ័នផ្លូវជាតិលេខ4ភូមិចម្ពោះវ័ន1សង្កាត់ចំចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានករណីប្រព្រឹត្តអំពើមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃកាត់ឡើងចំនួន1លើកជនសង្ស័យមានឈ្មោះរិមចន្ទរាភេទប្រុសអាយុ23ឆ្នាំជនជាតិខ្មែរមករបបបំពេញប្រកបទីលំនៅបន្ទប់ជួលភូមិតាសេកសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញវត្ថុតាងដកហូតទូរស័ព្ទដៃ1គ្រឿងម៉ាក iPhone ពណ៌ខ្មៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំចៅ3បានបញ្ជាក់ពីប្រវត្តិជនសង្ស័យយ៉ាងដូចនេះថាកាលពីថ្ងៃទី2ខែមីនាឆ្នាំ2023ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូលបង្ក្រាបបានករណីលួចមានស្ថានទម្ងន់ទោសឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណៈនិងត្រូវបានជាប់ពន្ធនាគារមណ្ឌលកែប្រែអប់រំទី1ប្រៃសម1រយៈពេល2ឆ្នាំជនសង្ស័យរូបនេះបានផុតកំណត់ទោសក្នុងពន្ធនាគារហើយបានចេញពីពន្ធនាគារអំឡុងខែមីនាឆ្នាំ2025នៅថ្ងៃទី13ខែឧសភាឆ្នាំ2025ជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃតាមដងផ្លូវសាធារណៈ2លើក1លើកវេលាម៉ោង 19:30 នាទីឆក់ទូរស័ព្ទដៃនៅចំណុចផ្លូវជាតិលេខ4ស្តុបបៃចានពីមនុស្សស្រីម្នាក់ឈរលើចិញ្ចើមផ្លូវបានសម្រេចយកទូរស័ព្ទដៃម៉ាក Vivo ពណ៌ទឹកប៊ិចលើកទី2បានជិះម៉ូតូគេចខ្លួនមកដល់ចំណុចផ្លូវជាតិលេខ4ភ្លើងស្តុបមុខវិទ្យាល័យចម្ពោះវ័នធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះខាងលើត្រូវសមត្ថកិច្ចប៉ុស្តិ៍ចំចៅ3ល្បាតតាមផ្លូវបង្ក្រាបបានដកហូតម៉ូតូជិះធ្វើសកម្មភាពម៉ាក Honda C125 ពណ៌ខ្មៅឆ្នាំ2025ពាក់ស្លាកលេខភ្នំពេញ 1LM 9739បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយឡែកទូរស័ព្ទដៃរបស់ស្ត្រីរងគ្រោះសមត្ថកិច្ចបានប្រកាសជូនម្ចាស់វិញហើយស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកនៅក្នុងដីឡូមួយកន្លែងនៅក្នុងសង្កាត់បាក់ខែងស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកនៅក្នុងដីឡូមួយកន្លែងដែលគេសង្ស័យថាគេដឹកយកទៅទម្លាក់ចោលនៅក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 11:10 នាទីព្រឹកនៅថ្ងៃទី17ខែឧសភាឆ្នាំ2025ហើយនគរបាលមូលដ្ឋានក៏បានតាក់ទងហៅរថយន្តបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រឹកភ្នៅស្ត្រីរូបនោះមានអាយុប្រមាណជាង30ឆ្នាំពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយតាមព័ត៌មាននៅនឹងកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប្រមាណ 5 ព្រឹកគេប្រទះឃើញស្ត្រីរូបនោះដេកនៅក្បែរចិញ្ចើមផ្លូវនៅក្នុងដីឡូមួយកន្លែងខាងលើដោយពុំមានអ្នកណាចាប់អារម្មណ៍ឡើយលុះនៅវេលាម៉ោងប្រមាណ 10 ព្រឹកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហើយរាយការណ៍ទៅសមាជិកចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុទោះបីជាយ៉ាងណាគេពុំដឹងថាស្ត្រីនោះត្រូវបានគេដឹកយកទៅទម្លាក់ចោលនៅកន្លែងកើតហេតុតាំងពីពេលណាឡើយតាមព័ត៌មានបានឲ្យដឹងថាស្ត្រីរូបនោះមានលក្ខណៈស្គមរីងរៃទំនងជាមានជំងឺទើបតែចេញពីមន្ទីរពេទ្យហើយត្រូវបានគេដឹកយកទៅទម្លាក់ចោលនៅកន្លែងកើតហេតុព្រោះនៅក្បែរស្ត្រីរូបនោះមានខោទឹកនោមនិងមានខោអាវនិងផ្លែឈើផងដែរបន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលក៏បានតាក់ទងហៅរថយន្តសាមួយបញ្ជូនទៅមណ្ឌលសុខភាពព្រែកភ្នៅដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ